បាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកនិយាយអំពីការចាប់ផ្ដើមដំបូងរបស់ខ្ញុំបានន័យថាការចាប់ផ្ដើមធ្វើវីដេអូដាក់នៅក្នុង YouTube ផលនៅក្នុង YouTube របស់ខ្ញុំអញ្ចឹងជាទូទៅសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមិនដឹងថាខ្ញុំធ្វើវីដេអូបែបណាដើម្បីឲ្យវាមានស្តង់ដារធ្វើឲ្យមានការចាប់អារម្មណ៍ឬមួយក៏យ៉ាងម៉េចទេប៉ុន្តែខ្ញុំមកថ្ងៃនេះគឺដើម្បីចាប់ផ្ដើមអញ្ចឹងការចាប់ផ្ដើមរបស់ខ្ញុំគិតថាវាអាចនឹងជួយឲ្យខ្ញុំមានកំណត់ថ្មីបានន័យថានៅពេលដែលខ្ញុំផុសទៅអ្នកទាំងអស់គ្នាចូលមើលហើយដូចជាផ្ដល់មតិយោបល់ផ្សេងហ្នឹងដែរខ្ញុំគិតថា YouTube គឺជាកន្លែងដែលបណ្ដុះបណ្ដាលបានន័យថាកន្លែងដែលចែករំលែកនៅមេរៀននៅបទពិសោធន៍ក៏ដូចជាវីដេអូបង្ហាញពីសកម្មភាពអីច្រើនអញ្ចឹងទៅសម្រាប់ខ្ញុំគឺខ្ញុំមិនទាន់ជាមានអ្វីដែលលេចធ្លោអីទេនៅក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះគឺដោយសារតែវាជាការចាប់ផ្ដើមរបស់ខ្ញុំហើយខ្ញុំក៏មិនទាន់មានជំនាញនៅក្នុងការផលិតវីដេអូអីដែរសម្រាប់ខ្ញុំគឺថ្ងៃនេះគឺខ្ញុំមកនិយាយវីដេអូដើម្បីចង់ចែករំលែកជូនទៅដល់អ្នកឲ្យគាត់គិតថាចង់ធ្វើវីដេអូប៉ុន្តែមិនហ៊ានឬមួយក៏មិនទាន់ចង់ថាមិនទាន់ក្លាហាននៅក្នុងការនិយាយវីដេអូអញ្ចឹងខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំដូចអ្នកទាំងអស់គ្នាដែរគឺខ្ញុំវីដេអូនេះគឺខ្ញុំលះបង់មកចង់ថាខ្ញុំមិនដែលហើយខ្ញុំនិយាយនេះក៏មិនជាមានរបៀបរៀបរយដែរអញ្ចឹងនេះហើយគេហៅថាការចាប់ផ្ដើមខ្ញុំគិតថានេះគឺជាការចាប់ផ្ដើមហើយសង្ឃឹមថាអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះក៏នឹងចាប់ផ្ដើមដូចគ្នាហើយខ្ញុំមានកំណត់ខ្លះថាបើសិនជាបងប្អូនមានជំនាញតិចតួចឬមួយក៏ជំនាញដែលបងប្អូនមានសូមជួយចែករំលែកនៅក្នុងវីដេអូដែលបងប្អូនទាំងអស់គ្នាធ្វើដូចខ្ញុំថ្ងៃនេះគឺខ្ញុំការចាប់ផ្ដើមរបស់ខ្ញុំគឺខ្ញុំធ្វើម៉េចជំនះនៅក្នុងការនិយាយបាទអញ្ចឹងអ្នកទាំងអស់គ្នាក៏ត្រូវតែជំនះនៅក្នុងការនិយាយដែរ